Trong video mới nhưng bằng hai việc càiรูปភាពពីបែបនេះឲ្យទៅជាបែបនេះឬក៏បែបនេះក្នុងរយៈពេលតិចជាង1នាទីតោះចង់ដឹងថារបៀបធ្វើយ៉ាងណាចូលទៅក្នុងវីដេអូយើងទាំងអស់គ្នាមុននឹងចូលទៅកាន់វីដេអូខ្ញុំសូមអ្នកទាំងអស់គ្នាជួយចុច like និងចុច subscribe ទៅលើវីដេអូខ្ញុំនិង channel របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនអូខេឥឡូវចូលមកកាន់របៀបធ្វើរបស់យើងជាដំបូងអ្នកគ្នាបើកកម្មវិធីច្រោមមកនេះកម្មវិធីច្រោមមកអ្នកទាំងអស់គ្នាបន្តមកអ្នកគ្នា search នៅកន្លែង Google search ហ្នឹងយើង search ពីថា Gemini AI នេះនៅខាងលើហ្នឹងអ្នកទាំងអស់គ្នាអ្នកគ្នាចុចលើពាក្យថា Gemini AI ហ្នឹងមកតោះអ្នកគ្នាយក website ខាងលើគេហ្នឹងបាទបន្តមកកន្លែងនេះគឺអ្នកគ្នាត្រូវការ sign in account Google សិនអូខេយើងខ្ញុំ sign in ហើយអញ្ចឹងកន្លែងនេះអ្នកគ្នាត្រូវដាក់ prompt ប៉ុន្តែមុនដាក់ prompt គឺយើងទៅចូល upload រូបរបស់យើងសិនរូបមុខរបស់យើងដើម្បីយើងយកឲ្យកែទៅដូចមុខរបស់យើងអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំចូលទៅយករូបរបស់ខ្ញុំដែលខ្ញុំបានកាត់រួចហើយអ្នកគ្នាយករូបភាពមួយណាដែលវាយើងកាត់យកមុខយើងឲ្យច្បាស់បន្តិចដើម្បី AI កែទៅគឺកាត់ដូចមុខយើង 100% អញ្ចឹងអូខេហើយកន្លែងនេះពីយើងដាក់រូបហើយយើងត្រូវដាក់ prompt អញ្ចឹង prompt នេះគឺខ្ញុំផាស prompt ចូល prompt ដែលខ្ញុំទៅសេហើយអញ្ចឹង prompt នេះអ្នកគ្នាចង់បានអ្នកគ្នាអាច copy ពីវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀប copy នៅវីដេអូផ្សេងនៅខាងក្រោម description អ្នកគ្នាចូលទៅបាទតោះពេលអ្នកគ្នាដាក់ prompt ដាក់អីហើយអ្នកគ្នាចុចសញ្ញាផ្ញើទៅ AI នឹងវាធ្វើការ generate ឲ្យយើងហ្មងឥឡូវយើងរងចាំតិចទៅដើម្បីឲ្យ AI generate ឲ្យយើងបាទឥឡូវគឺបាន generate ហើយនេះអ្នកឃើញហើយនេះរូបភាពដែលយើងទទួលបានបាទយើងចង់បាន background បែបណាក៏បានដែរតាម prompt ដែលយើងទៅសេទៅគឺ AI គេកែឲ្យយើងមួយសាហ្មងអូខេអ្នកគេចុចមកអ្នកគេចុចពាក្យថា download មកអូខេឥឡូវខ្ញុំ download ហើយយើងចូលទៅមើលយើងអាចលេខព្រមមើលបានបាទនេះឃើញទេដូចមុខរបស់ខ្ញុំអញ្ចឹងអាហ្នឹងគឺមុខរបស់ខ្ញុំអ្នកនេះអត់ស្គាល់ទេបាទហើយនេះគឺរូបភាពដែលខ្ញុំបានធ្វើផ្សេងទៀតអ្នកនេះអាចមើលបានគឺដូចមុខយើងច្រើនខ្លាំងមែនតើវាសឹងតែ 100% ទៅហើយបាទហើយនេះគឺជា prompt តាមរូបភាពនីមួយៗដែលអ្នកគ្នាអាចយក copy យកទៅប្រើបាននៅក្នុង Gemini AI ហ្នឹងអ្នកគ្នាអាចកែទៅតាមរបៀបដែលខ្ញុំបានប្រាប់មុនហ្នឹងអញ្ចឹងរបៀប copy អ្នកគ្នាគ្រាន់តែ scope វីដេអូឲ្យ screenshot ទៅហើយអ្នកគ្នាចូលទៅក្នុង description បើសិនជាអ្នកគ្នាអត់ចេះ copy ខ្ញុំនឹងបង្ហាញវីដេអូខ្លីមួយដើម្បីឲ្យអ្នកគ្នា copy ទៅប្រើបានបាទអញ្ចឹងកុំឲ្យវីដេអូនេះវាវែងពេកខ្ញុំសូមអត់បង្ហាញនៅក្នុងវីដេអូនេះទេបាទអូខេអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ